សូមស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់វីដេអូធ្វើម្ហូបនិយាយទៅថ្ងៃនេះឃ្លានស្ងោរមាន់អញ្ចឹងក៏ទិញមាន់1គីឡូយកមកស្ងោរហូបឲ្យឆ្ងាញ់មាត់ម្ដងនិយាយទៅជីវិតនៅក្រៅប្រទេសជាពិសេសនៅប្រទេសឥណ្ឌាយើងដឹងហើយល្បីខាងម្ហូបមិនល្បីខាងហូបបានល្បីខាងហូបអត់បានមិនហូបអត់បានទាំងអស់ហ្មងឯពេលខ្លះម្ហូបវាមានខ្លះហូបបានខ្លះក៏យើងហូបអត់បានក៏ប៉ុន្តែយើងហូបបានយើងមិនហូបរហូតណាយើងកម្ពុជាយើងមិនទេណាយើងក៏ឃ្លានមកហូបបែបយើងដែររសជាតិបែបយើងដែរអញ្ចឹងថ្ងៃនេះក៏សម្រាប់ចេះថាទិញមាន់កន្លះគីឡូមកស្ងោរឲ្យឆ្ងាញ់មាត់បណ្ដោយហើយមិនចេះធ្វើមកហូបអីម៉ានទេមើល YouTube ខ្លះតែសួរម៉ែខ្លះដាក់អាម៉េចស្ងោរអាម៉េចអីចឹងទៅក៏ធ្វើតាមអ្វីដែលគាត់ប្រាប់ឬក៏តាមអ្វីដែលយើងមិនស្វែងយល់ទៅហើយរបៀបខ្ញុំធ្វើដំបូងគឺអញ្ចេះដាក់ខ្ទឹមបំពងឲ្យវាឈ្ងុយសិនតែប៉ិតទៅមានរំដេងហើយនឹងល្ក្រូចកូនលកៃអីទៀតក៏ប៉ុន្តែនៅឥណ្ឌាពិបាករកខ្លាំងមែនតើហើយរកមានឲ្យថ្លៃទៀតហើយគ្រឿងទាំងអស់ហ្នឹងហើយអត់អីទេបន្ទាប់មកយើងដាក់តសាច់មាន់ពពងវាសិនជាទូទៅគេដាក់ស្ងោរហ្មងតែខ្ញុំពពងវាសិនឲ្យវារៀងស្ងួតហើយឲ្យវារៀងក្រៀមបន្តិចសិនចាំដាក់ទឹកតាមក្រោយហើយឥឡូវចាប់បាច់ទឹកចេញពីធុងចម្រោះយើងឆែកមួយឆ្នាំងសិនមានបាយអត់ make sure អត់មានអីទេតែប៉ុណ្ណឹងវីដេអូយើងដាក់ទឹកហើយយើងថែមថយតាមហ្នឹងទៅអំបិលរ៉ូឌីទឹកត្រីហើយយើងក្របទៅទុកឲ្យវាឆ្អិនតាមតាណាទៅយើងបានហូបហើយអត់សូវមានអីបាក់ទេស្ងោរមាន់នេះមុខម្ហូបហ្នឹងខ្ញុំចូលចិត្តដោយសារតែវាឆ្ងាញ់ខ្ញុំមិនដឹងមិនដែរឬមួយក៏ខ្ញុំចេះធ្វើតាហ្នឹងមានអាឆាពពងលេងឆ្ងាញ់យ៉ាងហ្នឹងមិនខ្ញុំអត់ដឹងទេក៏ប៉ុន្តែស្ងោរហ្នឹងខ្ញុំចូលចិត្តវាស្រួលធ្វើហើយមានទឹកហុតជាទូទៅខ្ញុំដាក់ការ៉ុតដាក់ថាច់ថាវក៏ប៉ុន្តែថ្ងៃនេះខ្ជិលទៅទិញពេកបាក់ទូមានប្រហែលដាក់ប៉ុណ្ណឹងទៅបានហូបមួយពេលរស់មកពេលទៀតទៅនេះយើងចាប់ផ្ដើមវាយគ្រឿងអំបិលស្ករប៊ីចេងដូចដាក់ស្ករបន្តិចប៊ីចេងបន្តិចយ៉ាងប្លែកនិយាយទៅពិបាកដែរយើងរបៀបថាជាមនុស្សប្រុសជំនាញខាងធ្វើម្ហូបអីហ្នឹងមិនសូវចេះប្រហែលទេតែមកឃ្លានហើយត្រូវធ្វើមិនសូវឆ្ងាញ់ណាស់ទេតែអាចទទួលយកបានព្រោះជាស្នាដៃខ្លួនឯងអញ្ចឹងណាទោះបីមិនឆ្ងាញ់ក៏ត្រូវថាឆ្ងាញ់ដែរមិនអាចបង្អាប់ស្នាដៃខ្លួនឯងបានទេឃើញថាល្មមហើយយើងក៏ចាប់ដើមដួសដាក់ចានមកហើយយកទៅញ៉ាំដួសទុកលែកចេញជា2ទៀតណាមាន2ពេលអត់ហូបម្ដងពេលទេហើយយើងដួសបាយហើយយកទៅញ៉ាំទៅតែប៉ុណ្ណឹងវីដេអូហ្នឹងហើយវីដេអូមានប៉ុណ្ណឹងអរគុណសម្រាប់ការចំណាយពេលទស្សនាជូនពរសុខភាពល្អសំណាងល្អ